ជាអ្វីដែលខ្ញុំផលអស់ក្នុងរយៈពេលកន្លះឆ្នាំនេះ ទិញទៀតឬក៏ជប់ទិញដំណឹង Essential Toner Pad នេះគឺអត់ទិញទៀតទេបងគឺខ្ញុំទិញវាដើម្បីមកធ្វើជា exfoliator ណាគ្នាដែលសារតែវាមាន gluconolactone ដែលយើងអាចហៅកាត់ថា PHA ដែលជាប្អូនរបស់ AHA ដែលវាមានតួនាទីក្នុងការជំរុញកោសិកាសាច់បែប gentle ជាងពពួក AHA ក្រៅនេះហ្នឹងវាក៏មានជាពពួក niacinamide ហើយនិងពពួក tranexamic acid ដែលវាជួយទាក់ទងជាមួយនឹង skin brightening as well ហើយក្រៅពីហ្នឹងគឺវាមាននៅពពួក adenosine glycerin hyaluronic acid allantoin ហើយជាមួយនឹង beta glucan ដែលវាជួយទាក់ទងជាមួយនឹងការរលាក soothing ស្បែក calming ស្បែកហើយនឹង prepare skin barrier as well មកមើលទាក់ទងជាមួយ ingredient នេះវាជា product មួយដែលល្អដែលសារតែវាផ្ទុកនៅសារធាតុដែលជួយទាក់ទងជាមួយនឹងជំរុញកោសិកាបែប gentle and then also have like skin brightening as well ហើយដែលខ្ញុំអត់ចូលចិត្តហ្នឹងគឺ texture របស់ toner pad របស់វាណាគ្នា I don't know it's only happen to only my case or not ប៉ុន្តែ texture វាគឺ even though like មុន expire ក៏វារបៀបថាមាន texture បែបផុយ like នេះដែរអូខេគឺខ្ញុំអត់ទិញទៀតទេ